ព្រឹត្តិការណ៍សប្បុរសធម៌ប្រដាល់គុណខ្មែរវើកស្មារតីរួបរวมគ្នាកម្លាំងសាមគ្គីឥតឈប់ឈរស្មារតីរួបរวมគ្នាបន្តឈរជើងជាកម្លាំងជួរក្រោយដ៏រឹងមាំដល់វីរៈកងទ័ពកម្ពុជាតាមរយៈព្រឹត្តិការណ៍ប្រដាល់គុណខ្មែរ 1000 លានរៀលដើម្បីសប្បុរសធម៌ដើម្បីជួសជុលនិងកសាងសាលារៀនវើកសេនាគុណខ្មែរជាន់8ទិសការប្រកួត Foreman Marathon ក្នុងប្រភេទទម្ងន់60 គីឡូក្រាមដើម្បីដណ្ដើមពានអ៊ីឡាងសាសិតខំសូរិយាបែនការាជសីសូនសុខីងកីឡាករទាំង4រូបនឹងត្រូវឡើងចាប់ឆ្នោតដើម្បីប្រកួតប្រជែងគ្នាដណ្ដើមពានដើម្បីឆ្ពោះទៅការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC គុណខ្មែរអមជាមួយនឹងទឹកប្រាក់48លានរៀលការប្រកួតគូមិត្តភាពអន្តរជាតិពេជ្រកក្កដាត្រូវប៉ះជាមួយនឹងកីឡាករមកពីប្រទេសមីយ៉ាន់ម៉ានាងអងស៊ីនអ្នកលេងកំភ្លើងភ្លោះវ៉ាន់វឿនត្រូវជួបប្រហារជាមួយនឹងតៅកំណាចមកពីប្រទេសអ៊ីរ៉ង់សាសានហ្វាតេហ៊ីម៉នព្រំម៉ាញត្រូវជួបប្រហារជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់មកពីប្រទេសទុយនេស៊ីមូហាម៉េតអាមីនលោកមេទ័ពសូតប៊ុនធីត្រូវជួបប្រហារជាមួយនឹងកីឡាករមកពីប្រទេសម៉ាឡេស៊ីមូហាម៉េតស៊ីយូគ្រីប៊ីនអ៊ីត្រូជួបគ្នានៅថ្ងៃសៅរ៍ទី14ខែកុម្ភៈចាប់ពីវេលាម៉ោង7យប់តទៅទីតាំងស្ថិតនៅដីឡូភូមិបឹងដែងឃុំព្រែកកក់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាមដែលផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ថោន Full HD TV និង Facebook Page ផ្លូវការថោន Full HD TV ព្រមទាំងเพจភេសជ្ជៈបើកម្លាំងបើព្រមទាំងទស្សនាតាម App ថោន Entertainment បានដោយសេរីវើកសេនាគុណខ្មែរជាន់8ទិសវើកគុណខ្មែរ Warriors នាំមកជូនផ្ដាច់មុខតែមួយគត់ដោយញ៉ាំវើករង្វាន់ជាច្រើនកំពុងរងចាំអ្នក